សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងណែនាំអំពីមុខងារនិងអត្ថប្រយោជន៍ពិសេសនៃផ្លែត្រសក់ចំពោះការថែរក្សាស្បែកមុខរបស់យើងផត1អ្វីទៅជាផ្លែត្រសក់ផ្លែត្រសក់ជាផ្លែឈើមានទឹកច្រើនប្រហែល90ដែលសម្បូរទៅដោយវីតាមីននិងសារធាតុជាច្រើនដូចជាវីតាមីន C វីតាមីននិងអង់ទីអុកស៊ីដង់យ៉ាងហោចណាស់វាជាអាហារបំប៉នស្បែកដែលធម្មជាតិ100ផត2អត្ថប្រយោជន៍ចំពោះស្បែកមុខ1ជួយបន្ថយការរលាកនិងស្នាមក្រហមការដាក់ផ្លែត្រសក់លើមុខអាចជួយបន្ថយការរលាកឬអារម្មណ៍ក្រហមលើស្បែកបានយ៉ាងល្អព្រោះវាមានសារធាតុ anti-inflammatory ធម្មជាតិ2បង្កើនសំណើមនិងធ្វើឲ្យស្បែកទន់ម៉ត់ស្បែកស្ងួតផ្លែត្រសក់ជួយបំពេញសំណើមឲ្យស្បែកយ៉ាងលឿនធ្វើឲ្យស្បែកទន់រលោងហើយមើលទៅស្រស់ស្រាយជាងមុន3ជួយបន្ថយរង្វង់ខ្មៅក្រោមភ្នែកតើអ្នកគេងយប់យូរឬការដាក់ត្រសក់ត្រជាក់លើភ្នែកអាចជួយបន្ទឹងស្បែកនិងបន្ថយការហើមក្រោមភ្នែកបានយ៉ាងមានប្រសិទ្ធភាព4បន្ទប់បំបាត់ជាតិខ្លាញ់លើមុខ